បងប្អូននៅគីឡូលេខ7ប្រហែលជាស្គាល់អាហារនេះហើយដែលជាអាហាររបស់ប្រទេសអារ៉ាប់បាទហើយនេះជាទឹកជ្រលក់ទឹកសុសម៉ាយ៉ូណេបាទហើយមានទឹកត្រីអានេះមិនដឹងថាទឹកត្រីឬក៏អីតែស្តៀងទឹកត្រីបុកប៉ុន្តែរសជាតិស្រាលអត់ដិតពេកទេហើយមានបន្លែមានអីបន្ទាប់អញ្ចឹងបាទនេះគឺជាបាយអារ៉ាប់ដែលជាបាយដែលមកពីប្រទេសអារ៉ាប់ហើយអង្គគេគឺរាងប្លែកបងប្អូនគឺអង្គគេរាងវែងណាខុសពីអង្គយើងប្រហែលជា2ឬក៏3បានស្មើគ្រាប់អង្គគេមួយហើយនេះជាសាច់មាន់បាទហើយហាងគេមើលទៅស្អាតមានអនាម័យហើយគិតគូរពីសុខភាពបាទហើយនេះជាខឺបាប់ដែលបងប្អូនចង់ញ៉ាំខឺបាប់អីក៏មានដែរហើយសំខាន់នោះគឺនៅនេះគឺរសជាតិបែបហាឡាល់បានន័យថាបងប្អូនជនជាតិអ៊ីស្លាមក៏អាចញ៉ាំបានដែរហើយនេះខ្ញុំភ្លក់ឲ្យបងប្អូនមើលអាហារនៅទីនេះមើលទៅញ៉ាំមិនងាយឡើងគីឡូទេដោយសារគេគិតពីសុខភាពហើយរសជាតិគឺសមស្របគឺការប្រើប្រាស់គ្រឿងក្រៅបានល្អបាទអញ្ចឹងខ្ញុំណែនាំបងប្អូនឲ្យសាករសជាតិបរទេសម្ដងបាទអញ្ចឹងបងប្អូនស្គាល់ប្រទេសអារ៉ាប់ជាប្រទេសអ្នកមានហើយប៉ុន្តែអត់ទាន់ភ្លក់ម្ហូបអារ៉ាប់ម្ដងទេមែនទេអញ្ចឹងអាចមកហាងនេះបាននៅគីឡូលេខ7ហើយតម្លៃអត់ថ្លៃទេមួយចាននេះតែ$3ទេ12000រៀលខ្មែរយើងទេប៉ុន្តែញ៉ាំនេះឯងញ៉ាំអត់អស់ទេបាយនេះច្រើនណាស់ខ្ញុំញ៉ាំអត់អស់ហើយខ្ញុំឲ្យគេខ្ចប់មកផ្ទះទៀតអរគុណ